ពេលដែលខ្ញុំអាយុ16ឆ្នាំប៉ារបស់ខ្ញុំស្លាប់ដោយជំងឺមហារីកសួតក្រោយមកទៀតអាយុ24ឆ្នាំម្ដាយរបស់ខ្ញុំស្លាប់ដោយសារមហារីកមាត់ច្បូរខ្ញុំជាមនុស្សស្រីម្នាក់ដែលមានសំណាងបំផុតដែលអាចយកឈ្នះជំងឺមហារីកបានដោយជោគជ័យថ្ងៃនេះគឺជារយៈពេល4ឆ្នាំដែលនាងខ្ញុំជាសះស្បើយពីជំងឺមហារីកនាងខ្ញុំសុចិតាចាសូមជម្រាបសួរឆ្នាំនេះនាងខ្ញុំមានអាយុ46ឆ្នាំហើយនាងខ្ញុំកើតជំងឺមហារីកនៅឆ្នាំ2019ចាខែ9 2019ចាគឺខ្ញុំមានជំងឺមហារីកមាត់ស្បូនចាដំណាក់កាលទី2មានថ្ងៃមួយមុនពេលដែលខ្ញុំឈានដល់ដំណាក់កាលដែលខ្ញុំអាចដឹងថាវាមានជំងឺមហារីកគឺអាការៈរបស់ខ្ញុំចុករយឆ្អឹងខ្នងបន្ទាប់ពីចុករយឆ្អឹងខ្នងមកវាមានអាការៈលេងចង្កេះចាក្រោយពីលេងចង្កេះហ្នឹងមកក៏វាមានអាការៈធ្វើឲ្យខ្ញុំមានធ្លាក់នៅទឹកពណ៌សចាបន្ទាប់ពីខ្ញុំមានការធ្លាក់សររយៈពេល1អាទិត្យមកខ្ញុំក៏ទៅធ្វើការត្រួតពិនិត្យផ្នែកសុខភាពមាត់ស្បូននៅខាងផ្នែកមន្ទីរពេទ្យរោគស្ត្រីចាខាងមន្ទីរពេទ្យគាត់មានការសង្ស័យគាត់សូមជ្រាបសាច់ហ្នឹងដើម្បីយកទៅពិនិត្យរកនៅកោសិកាមហារីកអញ្ចឹងក្រោយពេលអ្នកផ្ទះខ្ញុំគាត់ដឹងថាខ្ញុំមានជំងឺមហារីកហើយគាត់ក៏អត់មាននិយាយទៅក៏អត់ទាន់ទុកចិត្តថាវានឹងពិតប្រាកដឬអត់ទេគាត់ក៏តម្រូវឲ្យទៅពិនិត្យនៅពេទ្យមួយផ្សេងទៀតដើម្បីបានលទ្ធផលមកថាវាដូចគ្នាដែរអត់ថតជាមួយនឹងម៉ាស៊ីន MRI ហ្នឹងលទ្ធផលក៏ចេញមកគេថាខ្ញុំមានមហារីកមាត់ស្បូនដំណាក់កាលទី2ចាដូចគ្នាអ្វីហ្នឹងដែលមន្ទីរពេទ្យទី1គេប្រាប់ដែរចានៅពេលដែលគ្រួសារខ្ញុំគាត់បានលទ្ធផលហ្នឹងហើយគាត់មានអារម្មណ៍ពិបាកចិត្តមើលទៅផ្ទៃមុខគាត់បាក់ទឹកចិត្តជាងយើងអ្នកឈឺទៀតហូតដល់ពេលមកដល់ផ្ទះចែកបានហើយមកដល់ផ្ទះភ្លាមកូនក៏មកពីសាលារៀនដូចគ្នាគាត់តែឃើញកូនគឺយំតែម្ដងអត់និយាយអីទាំងអស់យំទឹកភ្នែកហូរមិត់កូនក៏សួរថាម៉ាក់កើតអីបានម៉ាក់យំតែពេលហ្នឹងខ្ញុំក៏និយាយថាម៉ាក់អត់មានកើតអីទេកូនចឹងមិនបានម៉ាក់យំថាអត់អីទេតែគ្រាន់តែម៉ាក់ដឹងថាមិនថាថ្ងៃហ្នឹងម៉ាក់មានអារម្មណ៍ថាគ្រាន់តែចង់យំតែប៉ុណ្្នឹងតែម៉ាក់អត់មានអីទេលាក់កូនឲ្យប្រាប់កូនថាខ្ញុំមានជំងឺមហារីកទេធ្វើអីក៏ធ្វើអត់កើតនឹកឃើញថាខ្ញុំបាត់បង់អស់ហើយការងារក៏ខ្ញុំអត់ទៅធ្វើអ្វីគ្រប់យ៉ាងក៏ខ្ញុំអត់ធ្វើដឹងតែពីយំឲ្យតែឃើញមុខកូនយំឃើញមុខប្តីយំពីខ្ញុំឃើញបាត់ពិសោធន៍2កន្លងមកហើយចាដោយសារប៉ាខ្ញុំក៏គាត់ស្លាប់ដោយសារមហារីកចាតែប៉ាខ្ញុំក៏មហារីកសួតម៉ាក់ខ្ញុំក៏មហារីកមាត់ស្បូនដូចគ្នាអញ្ចឹងខ្ញុំមួយទៀតក៏អាចនឹងស្លាប់ដោយគាត់ចឹងដែរពេលហ្នឹងខ្ញុំមានអារម្មណ៍គិតថានៅពេលដែលខ្ញុំស្លាប់បាត់តើបានអ្នកណាមើលថែកូនខ្ញុំមើលថែផ្ទះសម្បែងខ្ញុំហើយអ្វីដែលសំខាន់អាហ្នឹងយើងនិយាយតាមត្រង់ស្រីគ្នាយើងគ្រប់គ្នាប្រកាសចិត្តដឹងហើយថាទីដល់ពេលស្លាប់បាត់ទៅប្តីឯងយកប្រពន្ធទៀតអត់ហ៊ានយកប្រពន្ធមកទៀតធ្វើបាបកូនឯងវាយកូនឯងប្រកងាកអីទៅធ្វើមិនទៅដល់ពេលខ្ញុំគិតអញ្ចឹងទៅកុំឈួលខ្ញុំហ្នឹងកើនឡើងទៀតយំទៀតដោយសារកូននៅតូចអត់មានអ្នកណាមើលកូនអញ្ចឹងអាពេលហ្នឹងដែលធ្វើឲ្យខ្ញុំថាអត់ទេត្រូវតែព្យាបាលឲ្យជាអត់អាចទៅដល់ងាយអញ្ចឹងប្រឹងពិបាកមកតាំងពីដើមទីហើយអញ្ចឹងអត់ឲ្យទៅដល់ងាយទេដោយសារការជំរុញពីបងប្អូនពីពូមីងមិត្តភ័ក្តិហើយនឹងមានការជួយឧបត្ថម្ភពីក្រុមគ្រួសារញាតិមិត្តបងប្អូនខ្ញុំក៏ធ្វើការទៅព្យាបាលនៅក្រៅប្រទេសចាដោយខ្ញុំមានប្អូនស្រី2នាក់ជីដូន1នៅក្រៅប្រទេសផងដែរគាត់ក៏បានណែនាំទីពេទ្យឲ្យខ្ញុំទៅព្យាបាលចាអញ្ចឹងកំឡុងពេលព្យាបាលហ្នឹងក៏វាពិបាកដែរយើងត្រូវធ្វើដំណើរទៅដំបងឡើយទៅពីអ្នកបងថ្លៃដំបងឡើយចាដល់ពេលបងថ្លៃទៅតែបានតែមួយអាទិត្យក៏គាត់ត្រឡប់មកវិញពួកគាត់រវល់ការងាររៀងខ្លួនហើយដល់ឡែកគ្រួសារខ្ញុំក៏ខ្ញុំសម្រេចចិត្តថាអត់ឲ្យគាត់ទៅទេដោយសារបើគាត់ទៅអត់មានអ្នកនៅផ្ទះមើលកូនហើយគាត់ត្រូវរកលុយដើម្បីទប់ការចំណាយក្នុងការព្យាបាលឲ្យខ្ញុំទៀតនៅពេលខ្ញុំទៅដល់ថៃភ្លាមខ្ញុំក៏យកលទ្ធផលហ្នឹងទៅឲ្យពេទ្យ
vậy ta cứ nhom vô một đằng tiệt cứ vô một rồng phơm nó pe để pe tha ai chia ba một loại việc rồi còn tại ban po để miền năng hái tranh bị cảm tí pe máu tê phèm là teo liềm thả lấy pe cái phèm tha dương ai chia ba một loại việc rồi ai chẳng vòng công rộng ai hay tê là pe pe để dương chư từ bốn nó không nơi té nè ná cái họ tê prap đại dương sự ngòm phụ ấy hay hỏi phong hay chia sẻ là chất khang cứ phèm cái đang ngay không mặc kỳ ta được pe một đó thay còn mà là tập phao tha chia một loại việc rồi nè tê khục được à tê phèm đây tê phèm khôn tê phèm ôn để đăng được à pe năng mà nè cái bài chất cái đó còn là chất ai dương cục nè pe năng mình làm tha đôi phục lộn năng ra thì thằng mày phần lứa bẹt tận năng ra trang thì thằng mày chẳng ai cầm lông pe để tập chịu ba là tiền đúng không ca chịu ba bao cái miền gì bánh cam đại mây cái miền gì chả cái miền gìไปโจรายจ้าเอาไว้เด็กสำคัญยอมจองใจตรงแรกคือจีสุขภาพเราจัดจ้ากาพยาบาลกรอนตาจีดำหนักการตีปีตีดำหนักการตีมวยได้ยังเถอะพยาบาลคงยังคือเราจัดการนาเราจัดใบยังรังม้อมกรองการพยาบาลก็วิอาจมีระดับพอละอได้จังขยมตายดักตื่นดอลกำลังจัดเอากลุ่นไอท้าขยมเตอแต่สูเตอแต่ยกเนี่ยเนื้อจมเงือมวยนี่อ่อยบานตึกผนัยโฮโจลเป็นแต่จิกถึงอ่ะเด็กในเลือกเรดำใบยากีทัวกาพีบานตายอารมณ์ไม่กระทะเตอแต่ยอชไงมนุษย์จิตตีสลายในจำมือเปล่ายืนโกนยืนในจำจิตฟังไม่พอยืนในนรองจำจังกำลงไปได้พีบานจมเงือดิขยมไอในใหญ่บานทายคือจีกำลงไปมวยได้ขยมต่อทลายจีวัดบอกขยมจมวยนังปุกหมายจะเรียจ้าชีวิตน้องอากาศในขยมก็ส่งจุ่มเดียบจูนบองโอนจีบแสบองโอนใส่จ้าบาสันจีมีนจึงเงือกนังส้มกลมปะตักจัดใส่แต่ชื่อเจี๊ยเลือไปใจอยู่จีแปดอันใหญ่บ้านทายมสำนางมาอยากได้ส้มได้ซายมบ้านสกอลบองใส่มันเนี่ยกอดก็เตอผีบาจึงเงือกหาเด็กเนอตีนุกได้จ้าไปยมแต่ดอตีนุกตะโบงนั่นคือบ้านกอดังไอเนี่ยเลือกตักจัดดอกำลังจัดไอยมให้กอดนั่นก็มีหาเด็กได้แต่กอดหาเด็กดอกเซนเป็นยมก็แผลกอดทายังบ้านสกอลนี่ฮะยังขมายรูปนี้จังเป็นกายังใหญ่นี่เตอยังไอช่วยนี่ตัวเป็นตะมาบ้านนี่จังนะนับไปยมจะกินบีมดองยังบบะน้องกายยำใบน้องเองจังกอดใจเด็กช่วยจุ่มรวยเอาปรังยำกำลังไปได้ยมnơi lừa kề đã cho ọt ban của bạn nông ca đào tận nón trắng có chỉ nãy chui sầm rạp sầm rùa aoแต่บองลอยทลายเป็ดทลายเอาจังคือก่อนnãy chuiยำขบแบบยางต่างออกจานควันแต่ดาเปย์ไปเลยดอลไปชอบน้องกาพีบาลเฮ้ยเป็ดกระทาห่อเนี่ยไอพีบาลชอบไปจังไอเนี่ยไอเตอร์เตะบาลในยัยไปท่าไปพบโลกที่สอาสำหรับยมมาดองตีดเมื่อรำท่าสบายจัดเหมือนเต้นยกล้างกันยังลุยบอนแต่พลื้เตะแผลไปกองลานตั้งไปยกท่าปูผักล้างมาย่อยมนะปูนะกองเพลย์จ้ะพอเริ่มล้างเตะหาเกตปูมาย่อยมากองเพลย์จ้ะเมื่อรำท่าจ้องเตะเหมือนเต้นนะใหญ่เต้คอยไปเดี๋ยวจะเพียบไปจึงลืมหาดีนังเมาส์ยำโดยจุดเตียวยังไงยำอัดเธอไอเตการเงี้ยเตะกับยำเลนเทอร์หมกดอกบอลยำโหลดตามออนไลน์ในการเป็นม้วนกับยำฉกโดดได้ท่าเป็นม้วนไลท์รอบแต่ยังจังเทอร์ไอยืนเลือกวงตาดาเปย์เลิกอัดเตแต่ปีกับโลล้างคืออัดเห็นเลือกแต่มาดองจ้าแล้วบอจำในฮะก็ยังมันอาจยำดาวเสร็จโดยการปีม้วนได้ยังชื่อได้ปีม้วนไลท์ม้วนยำเชียบาม้วนยำชื่อมาดิเนาะยำตายแต่ดัดตีนเอาองก่อนไหนบอกสมัยอันตามสต็อปน่ะสต็อปโนเกียยังนะจ้าเจ้ายำตายแต่ดัดก่อนที่รอไงแต่ไปยำแต่เพียบาแล้วก็บัดยำเตยให้ยำก็ดังถักกอดจามมือเพลยยำได้แสบแต่ไปไงมุ้ยยำใจมาทัวร์กาไงแต่โบกพอดนะยำใจมาทัวร์กาวิ่งเราสต็อปโนเกียยังไงจำสต็อปเพลิงก่อกระหองจังต้องยำก่อเคยกอดดาวมายำเคยทั้งอดดาวไอกอดอดดาวเลยฝันยูหายตั้งเป็นยำชื่อยำก็คอยไอกอดแผมบอลไปนั่งไปจังเตอกอดกันใหญ่ท่าให้ขโมยไอ้ตึงมาปีน่าขโมยบัดหัวไอ้ยูวะนะอมจำมือเพลิงหัวไอ้ละโหยำไปเจอดอกโดนหลังจัดเหมือนเต้นนั่นท่าประกอบจีกอดนะจำมือเพลิงยำรอไงหัวไอ้ยำตายแต่ไอกอดจีเรียงรอไงคล้างกับไอกอดปีปอนไงคล้างกับบุญปอนไงคล้างกับแผมปอนจังเตอ
ក្នុងការព្យាបាលហ្នឹងខ្ញុំក៏មានការបន់ស្រន់ចាខ្ញុំថាបើសិនជាខ្ញុំព្យាបាលជាពីជំងឺមហារីកហ្នឹងមិនមែនពិតខ្ញុំនឹងទៅបួសចាបួសរយៈពេលខ្លីអីចឹងណាអញ្ចឹងក្រោយពេលដែលខ្ញុំជាហើយមកក៏ខ្ញុំអត់ទាន់សម្រេចចិត្តថាទៅនៅឡើយទេខ្ញុំគិតថាចាំកូនខ្ញុំអាយុធំបន្តិចសិនតែហើយទៅខ្ញុំយកសពទៀតយកសពឃើញគេមកសួរថាកាលណាបានខ្ញុំថ្វាយខ្លួនខ្ញុំថាថ្វាយខ្លួនអីគេបើកូនខ្ញុំនៅអាយុតូចហ្នឹងចាំកូនខ្ញុំអាយុ18ឆ្នាំពេលគាត់ថាខ្ញុំនិយាយតែប៉ុណ្ណឹងស្អែកឡើងមកគឺខ្ញុំឈឺរហូតអត់កម្លាំងលហិតលហៃដៃជើងគឺអត់មានទេដល់ម៉ោងពេលវេលាវាម៉ោង6ល្ងាចឲ្យតែម៉ោង6ល្ងាចឡើងគឺខ្ញុំផែនដីខ្ញុំវិលហ្មងវិលទីងធំធ្វើអត់កើតទេបន្ទាប់មកខ្ញុំទៅជួសឈាមខ្ញុំទៅឆាត់សុខភាពឡើងវិញទាំងអស់គឺសុខភាពខ្ញុំល្អទាំងអស់អត់មានអីទេតែដល់មកគឺខ្ញុំឈឺហើយអញ្ចឹងទៅខ្ញុំក៏មានអារម្មណ៍ថាវាអាចពាក់ព័ន្ធនឹងការបន់ស្រន់របស់ខ្ញុំក៏ទៅឲ្យលោកគាត់មើលឲ្យពេលលោកគាត់មើលទៅគាត់មានសង្កេតការថាខ្ញុំធ្លាប់មានមាត់មានពីអីបែបបន់អីអត់ចឹងណាអញ្ចឹងបែបបន់ធ្វើតាមគេទៅខ្ញុំនឹងសុខសប្បាយហើយខ្ញុំចាប់ផ្ដើមទៅបួសចាខ្ញុំទៅបួសរយៈពេលលើកទី1គឺបួស9ថ្ងៃទៅបួសទៅរៀនធម៌ធ្វើជាស្លៀកពាក់សជាដូនជីអញ្ចឹងណាចាទៅបួសហ្នឹងយើងទៅរៀនធម៌ចារយៈពេល9ថ្ងៃអ្នកខ្លះឆ្ងល់ថាហេតុអីនៅក្មេងបែបបានទៅបួសជាដូនជីហើយខូចចិត្តរឿងស្នេហាមែនគេសួរខ្ញុំថាខូចចិត្តរឿងស្នេហាហ្មងខ្ញុំកូនមួយកំមុំស្ដោកស្អែកកាស្អែកតែខូចចិត្តរឿងស្នេហាអីគឺខ្ញុំបួសហ្នឹងបួសដើម្បីលាបណ្ដន់ខ្ញុំដល់ពេលខ្ញុំទៅបួសហ្នឹងនិយាយពីស្ថានអ្នកចិត្តខាងគេចេះចូលគេថាអូសង្ស័យមានរឿងវិបត្តិស្នេហាមករត់ទៅបួសតែខ្ញុំអត់ខ្វល់ទេណាថាអីថាទៅខ្ញុំអត់ខ្វល់ទេចាមិនថាគ្រួសារខ្ញុំមិនថាបងប្អូនខ្ញុំឬក៏មិត្តរួមការងារឬក៏ថ្នាក់ដឹកនាំរបស់ខ្ញុំទេគឺគេគ្រប់គ្នានឹងយកចិត្តទុកដាក់ផ្ដល់ជាកម្លាំងចិត្តដល់មិនថាផ្ដល់ភាពកក់ក្ដៅឲ្យខ្ញុំច្រើនចាហើយក្រោយពេលដែលខ្ញុំទៅបួសនឹងហើយក៏ខ្ញុំមានអារម្មណ៍ថាវាមានថាចិត្តស្ងប់យើងនឹងវាច្រើនជាងថាវាយើងបាក់និយាយដែរតែគាត់ខ្ញុំមានអារម្មណ៍ថាវាស្រឡះក្នុងខ្លួនច្រើនអញ្ចឹងទៅខ្ញុំក៏មានចំណាប់អារម្មណ៍ថាបើសិនជាផ្លូវហ្នឹងអាចឲ្យខ្ញុំមានសេចក្តីសុខក្នុងផ្លូវចិត្តចាអញ្ចឹងខ្ញុំនឹងព្យាយាមដើរទៅផ្លូវហ្នឹងចាហើយព្យាយាមធ្វើទានធ្វើបុណ្យឲ្យបន្ថែមទៀតអញ្ចឹងទៅព្រោះអីខ្ញុំជឿជាក់ថាទោះបីជាខ្ញុំឈឺមករយៈកាលកន្លងមកហ្នឹងក៏ខ្ញុំអាចនិយាយបានថាមកពីបុណ្យកុសលខ្ញុំហ្នឹងល្អដែរដែលឲ្យខ្ញុំបណ្ដាលរៀបចំផ្លូវខ្ញុំទៅព្យាបាលទៅដល់រលូនចាខ្ញុំសូមផ្ដាំដល់បងប្អូនស្ត្រីចាបើសិនជាករណីថាទោះបីជាបងមានជំងឺនឹងក៏ដោយបងកុំបាក់ទឹកចិត្តបងត្រូវតែមានះត្រូវតែខ្លាំងត្រូវតែជំនះន័យថាដល់កម្លាំងចិត្តដល់ខ្លួនឯងជឿជាក់លើខ្លួនឯងថាត្រូវតែឈ្នះត្រូវតែជានៅជំងឺហ្នឹងចាកុំបាក់ទឹកចិត្តឲ្យសោះយល់ល្អគួរតែធ្វើការពិនិត្យទៅលើសុខភាពមាត់ស្បូនឲ្យបានជាប្រចាំចាអាច6ខែម្ដងឬក៏មួយឆ្នាំម្ដងក៏បានដែរកុំចាំទុកដល់ពេលឈឺបាទយើងទៅពិនិត្យជួនកាលយើងអាចហួសពេលចាអរគុណសម្រាប់ការទស្សនារបស់បងប្អូនទាំងអស់គ្នាចាSaccherai giù,ជួបទូcioè, le camere, camera, me c'ho,